អូខេសួស្តីអ្នកនរគ្នាចឹងវីដេអូមួយនេះខ្ញុំបង្ហាញពីរបៀបក្នុងការដំឡើង Epistemology ណាស់ឬក៏គេហៅថា Epistemology វាក៏ប៉ុន្តែវាដូចជា Sinology ដែរណាវា OS របស់ Synology ទេយើងប្រើបានដូចគ្នាណាធ្វើតែបច្ចេកនេះបច្ចេកគេ customize ដែលឲ្យអ្នកនរគ្នាអាចប្រើប្រាស់នៅលើ VMware បានចឹងនៅក្នុងនេះអ្នកនរគ្នាចូលអឺមកកាន់វីដេអូមួយគឺខ្ញុំបង្ហាញពីរបៀបក្នុងការដំឡើងចូលទៅក្នុង VMware ESX ណាជាងជាធម្មតាវីដេអូមុនខ្ញុំបង្ហាញក្នុងការដំឡើងលើ VMware ធម្មតាទេចឹងដោយឡែកបើសិនជាអ្នកនរគ្នាចង់យកវាទៅ apply តេស្ត play around ជាមួយនឹងដាក់នៅលើ server របស់អ្នកនរគ្នាអ្នកនរគ្នាអាចប្រើប្រាស់ ESX 7ចុចឬក៏8ចុចអីទៅតែតោះមកអ្នកនរគ្នាត្រូវមើល file OVA ដែលបាន download ពី Telegram ណា ARC ហ្នឹងនេះក៏អ្នកនរគ្នាចូលទៅក្នុង virtual machine ណាអានេះគឺជា VMware ECI របស់ខ្ញុំ version version 8ចុចណាអានេះ8ចុចចាអឺខ្ញុំមើល monitor ជាងខ្ញុំបានតម្លើងហើយតទៅជាមួយនឹង ECI អ្នកនរគ្នាអាចចូលទៅមើល channel របស់ខ្ញុំបានណាអត់មានអីទេវាតិចតួចទេខ្ញុំបានតម្លើងបង្ហាញវាតម្លើងអស់ហើយនៅក្នុង playlist ណាចឹងអ្នកនរគ្នាចូលទៅក្នុង virtual machine មកអ្នកនរគ្នាចាប់ផ្ដើម create ចុច create តោះមកអ្នកនរគ្នាយកពាក្យថា deploy ណាពាក្យថា deploy ដោយសារយើងមានអឺយើងមាននេះអស់ស្រាប់ហើយយើងមាន file OVA ស្រាប់ណាអញ្ចឹងវាស្រួលទេអញ្ចឹងអ្នកនរគ្នាចុចកន្លែង OVA ឬក៏ OVF ហ្នឹងតើមកចុច next តើមកកន្លែងនេះអ្នកនរគ្នាដាក់ឈ្មោះម៉ាស៊ីនមកអញ្ចឹងខ្ញុំដាក់ NAS1 តើមកអ្នកនរគ្នាកន្លែងនេះ drop អញ្ចឹងទៅ browse ទៅកាន់ file OVA របស់យើងដែលបាន download ហ្នឹងហើយ upload ចូលចុច next អូខេអញ្ចឹងវាធ្វើការចូលទៅក្នុង data store យើងណា data store នេះ data store វាជាកន្លែងដែលទុកនៅអឺ hard disk ណានិយាយទៅកន្លែង hard disk ហ្មង storage របស់វាអូខេអញ្ចឹងកន្លែងនេះយក SYN ធម្មតា network របស់ខ្ញុំវាចាប់ណាតណាអូខេអញ្ចឹងវាចាប់ពីណាតរបស់ខ្ញុំចុះបើសិនវា base ទៅតាម network card របស់អ្នកនរគ្នាបើសិនអ្នកនរគ្នានៅក្នុង network របស់អ្នកនរគ្នាមានច្រើន LAN យើង select យក LAN ណាមួយទៅប៉ុន្តែបើវាធម្មតាទេយើងធម្មតាណាអូខេអញ្ចឹងវាជាប្រភេទ Linux ណាពួកហ្នឹង open source អានេះគេ customize ទុកឲ្យយើងប្រើសម្រាប់ lab ឯងបើអ្នកនរគ្នាប្រើប្រាស់អ្នកនរគ្នាទិញ license ទិញពួក Synology ណារបស់វាទៅវាមាន software មានអី set up ដល់នឹងស្រេចហើយអូខេតើបងអ្នកនរគ្នាចាប់ដើមពិនិត្យមើលទៅលើ VMware ណា one success imported អញ្ចឹងអ្នកនរគ្នាចុច click បើកលើវាមកអូខេជាងការ set up គឺអត់ខុសនេះពី VMware ទេអ្នកនរគ្នាកន្លែងហ្នឹងណាអញ្ចឹងយើងចាំវាបន្តិចណាខ្ញុំ zoom វារាងទូចតិចអូខេអត់ខុសនេះពីយើង set up នៅលើ VMware ទេយើងចាំវាបន្តិចជាងយើងធ្វើការ push អឺ push អូខេអ្នកនរនេះអញ្ចឹងយើងចាំវាហើយតោះមកវាយើងឲ្យយើង select ដូចគ្នាអញ្ចឹងណាដូចយើង select នៅលើ VMware ដូចគ្នាអញ្ចឹងធ្វើធម្មតាចុច OK មកតោះមកអ្នកនរនេះចុច select លើ model ណាទីវាឲ្យយើងរើសយក model ចឹងអ្នកនរនេះចុចសញ្ញា key ចុះក្រោមមកអូខេ model របស់ខ្ញុំ2881 RP ណាចុច enter ហើយខ្ញុំ OK ចុច yes enter មកចឹងវាធ្វើការ set up របស់អ្នកនរនេះ យើងវា generating existing storage map អីវាកំពុងតែធ្វើការលើហ្នឹងអូខេវាធ្វើការទៅ download ទៅលើ DSM boot file ដាក់ចេញពី file ដែលវា customize ជាងដូចខ្ញុំប្រាប់អញ្ចឹងអានេះខ្ញុំមិន recommend អ្នកនរគ្នាទៅប្រើប្រាស់ក្នុងក្រុមហ៊ុនទេព្រោះរបស់ customize យើងមើលអត់ដឹងទេអូខេអូខេ patching RAM disk អីផ្សេងៗសុទ្ធតែយើងមើលអត់យល់ទេចឹងអ្នកនរគ្នាគួរតែប្រើប្រាស់របស់ official ចេញពីក្រុមហ៊ុនតែម្ដងណាអូខេយើងសុំ proof ទៀតអូខេអ្នកទាំងអស់គ្នា
បន្ទាប់ពីយើងចាំវាធ្វើការវា reload ឬអីអស់ហើយវា restart ពីម្ដងតោះមកអ្នកនរគ្នាចាំមើលវាដូចគ្នាជាមួយ VMware ទេអ្នកនរគ្នាឃើញមានលេខនេះអញ្ចឹងយកលេខនេះទៅវាយចូលទៅណាអូខេវាយចូលនៅលើ web browser របស់យើងអូខេតោះចឹងយើងឃើញមិនយើងវាយចូលប៉ុណ្ណឹងមកជាង search ណាIP របស់ខ្ញុំ235.134ឬក៏235.134ណាអូខេយើងចាំវាបន្តិចអូខេ port វាប៉ុណ្ណឹងណា HTTP អត់ទាន់មាន S ទេអ្នកនរគ្នាយើងចាំrefresh វាពីរដងណាអាហ្នឹងដោយសារវារឿង loading រឿង view អូខេខ្ញុំ reload ទៀតអានេះដូចវា start up វារឿង view ណាអ្នកនរគ្នាយើងចាំវាបន្តិចគេខ្ញុំសាក ping ទៅកាន់ ping ពីម៉ាស៊ីនរបស់ខ្ញុំទៅកាន់ IP NAT របស់យើង35.134តើវាស្គាល់អត់ណាយើងដាក់ ping អត់អត់ទីចអញ្ចឹងវាស្គាល់មានន័យថាអឺ OS របស់វាកំពុងតែ boot ឡើងហើយអូខេអញ្ចឹងវាចូលបានហើយតោះចឹងអ្នកនរគ្នាចាប់ផ្ដើមធ្វើការ install ហើយកន្លែងនេះយើងយក automatic ណាអូខេហើយកន្លែងនេះយើងមាន disk តែមួយទេដោយសារ disk យើង 32G វា add default មកណាអញ្ចឹងអ្នកនរគ្នាចុច OK តមកកន្លែងនេះវាយ RS 28 21 RP បូកណាគឺជា model របស់វាណានេះ model វាយក product model is ប៉ុណ្ណឹងអញ្ចឹងវាបាន insert បញ្ចូលឲ្យយើងអស់ហើយអូខេចឹងកន្លែងនេះអ្នកនរគ្នាសូមចាំវាប្រហែលជា4 5នាទីឬទៅ10នាទីចឹងខ្ញុំសូម resume ចាំវាសិនមកពុះវាអូខេអញ្ចឹងអ្នកនរគ្នាពិនិត្យមើលពេលដែលវាធ្វើការ set up ហើយវានឹងត្រូវការពេលក្នុង4 10នាទីក្នុងការ restart អញ្ចឹងវាប្រាប់ message ហើយយកឬយើងចង់ទៅ refresh តែ5នាទីក៏បានដែរយើងអាចទៅ refresh browser នឹងចោលណាចង់ដឹងថាវាដើមដើរណាអូខេចាំបន្តិចសិនណាខ្ញុំមើល IP យើងឥឡូវវារឿង up មកវិញហើយពេល restart ហើយអញ្ចឹងយើងសាកម្ដងទៀតពេលយើង reload វាម្ដងទៀតយើងជឿចាំយើង refresh ចោលទៅជាងខ្ញុំ refresh អូខេយើង restart វារៀងយូរបន្តិចយើងដាក់ ping ចោលទៅកាន់ IP របស់វាខ្ញុំ resume push សិនដោយសារវារៀងយូរកន្លែងនេះតោះដល់នេះអញ្ចឹងវា restart ពីរដងវារៀងត្រូវការពេលអញ្ចឹងយើង ping ទៅវាដើរវិញអញ្ចឹងសារ reload តែជាអាចនឹងស្គាល់ឬក៏អត់ទាន់នេះអូខេព្យាយាម reload អត់ទាន់អាប់ម៉ាស៊ីនយើងរៀងយឺតដោយសារយើង run VMware ESX មកតង់ហើយដាក់ណាស់នៅលើនឹងទៀតយើងវារៀងស៊ីច្រើនតែអីទេយើងទៅបានអានេះខ្ញុំតេស្តរួចអស់ហើយអូខេអូខេខ្ញុំសាកមើលអូខេជើងវា boot ឡើងហើយមិនដែលរៀងយូរចាំវាបន្តិចណាខ្ញុំពុះសិនអូខេអ្នកនរគ្នាអញ្ចឹងយើងបានចូលមកដល់ហើយបន្ទាប់ពីវាធ្វើការរៀងយូរបន្តិចដោយសារម៉ាស៊ីនយើងរៀងយឺតអញ្ចឹងអ្នកនរគ្នាចូលមកនេះយើងចាប់ផ្ដើម set up បានធម្មតាអញ្ចឹងការ set up head disk អីដូចវាមានវាទាំងអស់ណា
ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសម្រាប់ការដំឡើងណានៅលើអឺ Vimeo ESX ណាហើយមួយទៀតអ្នកនរគ្នាខ្ញុំប្រាប់កន្លែងនេះអឺអ្នកនរគ្នាក៏អាច shut down ហើយអ្នកនរគ្នាចាប់ផ្ដើម set up ថានៅពេលដែលបើសិនជាករណី server របស់អ្នកនរគ្នាដាច់ភ្លើងឬក៏វារលត់ហើយនៅពេលភ្លើងមកវិញគឺអ្នកនរគ្នាចង់ឲ្យ VMware ឬក៏អីរបស់យើងនឹងវា start up auto មកអញ្ចឹងទេអត់ auto ទេអញ្ចឹងអ្នកនរគ្នាចុចកន្លែង action ហើយយកពាក្យ auto start ហើយចុចពាក្យ enable តែប៉ុណ្ណឹងមកនៅពេលដែល VMware របស់យើងឬក៏ machine server របស់យើង start up ភ្លាម VMware ដើរគឺអាហ្នឹងគឺនឹង start up វាធ្វើការដំណើរការ auto បន្តិចយកចាំបាច់ចូលទៅ power on manual ទេណាចា៎ហ្នឹងគឺជាចំណុចពិសេសមួយសម្រាប់អ្នកនរគ្នាណាហើយវីដេអូក្រោយខ្ញុំបង្ហាញអ្នកនរគ្នាពីរបៀបក្នុងការប្រើប្រាស់ទៅលើ app backup របស់វាតើយើង backup ប្រើប្រាស់ app នេះខ្លះណានៅលើ Synology នៅលើ Xpanology ណាវាឡង Synology វាដូចគ្នាទេហ្នឹងណាអូខេចឹងវីដេអូហ្នឹងតែប៉ុណ្្នឹងទេអរគុណ